សួរលោកគ្រូអ្នកគ្រូឥឡូវនេះយើងមកបន្តមេរៀនរបស់យើងទៀតហើយពីថ្ងៃមុនយើងបាននិយាយអំពីការបញ្ចូលព័ត៌មានប្រវត្តិរូបសាស្ត្រឥឡូវយើងទៅបើកកន្លែងប្រវត្តិរូបសាស្ត្រមកឥឡូវខ្ញុំបានបញ្ចូលព័ត៌មានសិស្សគ្រប់គ្រាន់ហើយឥឡូវយើងចាប់ផ្ដើមសិក្សាអំពីផ្នែកនីមួយៗនៃការបញ្ចូលព័ត៌មានសិស្សកន្លែងត្រង់នេះបើសិនបើយើងបញ្ចូលទៅឧទាហរណ៍ថាអក្សរទាំងអស់ហ្នឹងវាអត់ត្រូវតាមអក្ខរក្រមពីកដល់អដូច្នេះយើងចុចលើកន្លែងនេះដើម្បីឲ្យវាតម្រៀបយើងចុចលើវាមកវានឹងតម្រៀបឲ្យហើយបើសិនតែយើងចង់ត្រឡប់ទៅសភាពដើមវិញយើងចុចខាងនេះហើយយើងនៅពេលដែលយើងបញ្ចូលហើយឧទាហរណ៍សិស្សរបស់យើងមាន34នាក់ហើយយើងនៅសល់កន្លែងច្រើនដូច្នេះយើងត្រូវចុចប៊ូតុងនេះដើម្បីលាក់វាយើងចុចលើវាមកនៅពេលដែលយើងចុចលើវារួចហើយវានឹងលាក់កាឡាដែលយើងមិនបានបំពេញទិន្នន័យសូមរងចាំបន្តិចដោយសារតែកុំព្យូទ័រវា slow នៅពេលដែលយើងចុចប៊ូតុងរួចហើយវានឹងផ្ដាច់នៅតារាងដែលទទេឃើញទិន្នន័យបែបនេះបន្ទាប់មកការបំពេញទិន្នន័យរបស់យើងគឺត្រូវបានបញ្ចប់អូខេយើងចង់ print វាយើងចុចកន្លែងនេះមកដើម្បី print មើលបាទនេះគឺជាកិច្ចការដែលយើងបានបំពេញរួចហើយបាទនេះមេរៀននេះមានតែប៉ុណ្្នឹងទេហើយយើងចាំជួបគ្នានៅវីដេអូក្រោយសូមអរគុណ